តាមថ្នាក់គេអានថា405លាន276,930ហើយមកកាន់เพจបឋមថ្ងៃនេះផងដែរเพจបឋមបាននាំយកនៅវីដេអូលំហាត់តពីមេរៀនទី1ចំនួនអំណាចនិងអំណេចំនួនមកបង្ហាញនិងពន្យល់បន្ថែមអញ្ចឹងលំហាត់នេះគឺមាននៅក្នុងសៀវភៅសិក្សាគោលគ្រាន់តែថាសៀវភៅសិក្សាគោលគេសរសេរតែលំហាត់តែវីដេអូនេះគឺដោះស្រាយលំហាត់ឲ្យអ្នកទាំងអស់គ្នាតែម្ដងតោះឥឡូវយើងទស្សនាទាំងអស់គ្នាទី1គេឲ្យយើងធ្វើអី1អានចំនួនរួចសរសេរពាក្យនៃចំនួនខាងក្រោមតាមខ្ទង់និងតាមថ្នាក់អានរួចគេឲ្យយើងសរសេរតាមខ្ទង់និងតាមថ្នាក់កចំនួនប៉ុណ្ណេះគេអានតាមខ្ទង់យ៉ាងម៉េចអានតាមថ្នាក់យ៉ាងម៉េចតោះឥឡូវយើងទៅទាំងអស់គ្នាអញ្ចឹងអានតាមខ្ទង់គេអានថា125លាន243,102គេសរសេរបានបែបនេះ125លាន243,102ចុះអានតាមថ្នាក់វិញម្ដងគេអានបានថាម៉េចអូខេគេអានថា125លាន243,102អញ្ចឹងគេសរសេរបានបែបនេះ125លាន243,102លំហាត់ខវិញម្ដងចំនួនប៉ុណ្ណេះអានតាមខ្ទង់គេអានថាម៉េចតោះអានទាំងអស់គ្នាតាមខ្ទង់គេអានថា248លាន180,35អញ្ចឹងយើងបានឮហើយថា0នេះ0ពីនេះគឺគេអត់អានទេណាបាទគេអត់អានទេអញ្ចឹងអានតាមខ្ទង់ម្ដងទៀត248លាន180,35អញ្ចឹងគេសរសេរបានបែបនេះ248លាន180,35ចុះអានតាមថ្នាក់វិញម្ដងអ្នកគ្នាអានថាម៉េចតាមថ្នាក់បាទតាមថ្នាក់គេអានថា248លាន180,035យើងគេសរសេរបានបែបនេះនេះទាំងអស់នេះ248លាន180,035ចូលដល់លំហាត់គោលេខប៉ុណ្នេះគេអានតាមខ្ទង់តែគេអានថាម៉េចបាទអានតាមខ្ទង់គេអានថា405លាន275,6,930នេះគឺជាការសរសេរជាអក្សរ405លាន275,6,930ជួយអានតាមថ្នាក់វិញម្ដងចេះតោះអានទាំងអស់គ្នាអានតាមថ្នាក់គេអានថា405លាន276,930បាទនេះជាការសរសេរ405លាន276,930ចូលទៅលំហាត់បន្តទៀតលំហាត់ខលំហាត់ខនេះខ្ទង់លានដូចរៀងឆ្ងាយដូចរៀងជ្រឿនបន្តិច4លេខឯណោះ4ខ្ទង់ឯណោះណាចឹងអត់មានពិបាកទេចាំមើលខ្ញុំអានចឹងបើអានតាមខ្ទង់គេអានថា2,871លាន135,463បញ្ជាក់ឡើងវិញម្ដងទៀតអានតាមខ្ទង់គេអានថា2,871លាន135,463នេះគឺជាការសរសេរជាអក្សរ2,871លាន135,463ចុះអានតាមថ្នាក់វិញអត់មានឧបៈទេគឺដូចគ្នាទេណាអានតាមថ្នាក់គេអានថា2,871លាន135,463ចឹងមានតែ3ថ្នាក់ដដែលទេយើងមិនបាច់ខ្វល់ច្រើនទេបើខ្ទង់លានច្រើនអានតាមច្រើនទៅណាចឹងខ្ញុំអានតាមថ្នាក់ឲ្យស្ដាប់ម្ដងទៀតតាមថ្នាក់គេអានថា2,871លាន145,463នេះជាការសរសេរតាមថ្នាក់2,871លាន135,463លំហាត់ងក៏ដូចក៏អានក៏ដូចតែលំហាត់ខដែរគ្រាន់តែថាលេខខុសគ្នាតោះតាមខ្ទង់គេអានថា4,371លាន718,360
នឹងការសេគឺសេបាននេះ 4,375 លាន 7,183,360 អានតាមថ្នាក់គេអានថាម៉េចទាំងអស់គ្នាអានតាមថ្នាក់គេអានថា 4,376 លាន 718,360 នេះជាការសរសេរ 4,376 លាន 718,360 បាទចូលដល់លំហាត់ចមកប៉ុណ្នេះតើគេអានថាម៉េចទាំងអស់គ្នាអានថាម៉េចអូខេអញ្ចឹងសម្រាប់ចនេះទុកឲ្យពួកយើងអនុវត្តទុកឲ្យបងប្អូនអនុវត្តអញ្ចឹងអានតាមខ្ទង់យើងសាកបងអាននៅខ្លួនឯងមកណាដាក់ឲ្យទេហើយអានតាមថ្នាក់ក៏ដូចគ្នាដែរអនុវត្តអាននៅខ្លួនឯងបាទចូលដល់លំហាត់បន្តលំហាត់ទី2គេឲ្យយើងសរសេរចំនួនខាងក្រោមគឺយ៉ាងម៉េចនេះគេដាក់កឲ្យអញ្ចឹងគេសរសេរជាអក្សរយើងអញ្ចឹងយើងនាំគ្នាអានអក្សរសិនបានពី3ដងណាយើងចាំយើងរនឹកហើយយើងសេជាលេខអញ្ចឹងអក្សរគេដាក់ថា385លាន 250,035 អញ្ចឹងកន្លែងនេះគឺគេអានតាមខ្ទង់ហ្នឹងមែនទេបាទតាមខ្ទង់អញ្ចឹងចម្លើយរបស់វាគឺបែបនេះណានេះចម្លើយរបស់វានេះគឺជាចម្លើយរបស់វាណាបាទខអានទាំងអស់គ្នា550លាន 387,507 បែបនេះគឺជាការអានតាមថ្នាក់អញ្ចឹងចម្លើយរបស់វាគឺបែបនេះនេះគឺជាចម្លើយរបស់វាបាទអញ្ចឹងវីដេអូលំហាត់របស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនាពីដើមរហូតដល់ចប់បើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយសូមខន្តីនិងអភ័យទោសចំពោះខ្ញុំបាទផងអញ្ចឹងខ្ញុំបាទសូមអរគុណសូមជម្រាបលារងចាំទស្សនានៅវីដេអូក្រោយមេរៀនដដែលក៏ប៉ុន្តែចំណុចថ្មីបាទសូមអរគុណសូមជម្រាបលា